បាទប្រិមត្តទស្សនិកជនជាទីមេត្រីយើងទៅបន្តតាមដានព័ត៌មានតាក់ទងទៅនឹងចំនួនព្រំដែនកម្ពុជាថៃនៅល្ងាចថ្ងៃទី8ខែធ្នូឆ្នាំ2025នេះប្រិមត្តទស្សនិកជនបន្ទាប់ពីថៃបានបើកការបាញ់ប្រហារមកលើទីតាំងយោធារបស់កម្ពុជានៅសមរភូមិនៃខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យពេលនេះត្រូវបានបណ្ដាញសារព័ត៌មានធំៗនៅលើពិភពលោកបានចុះផ្សាយដោយចង្អុលមុខថៃថាគឺជាអ្នករំលោភសេចក្តីថ្លែងការណ៍រួមសន្តិភាពទីក្រុងកូឡាឡាំពូដោយថៃបានប្រើប្រាស់យន្តហោះចម្បាំងនិងសម្ភារៈសព្វាវុធទំនើបបាញ់ប្រហារមកលើកម្ពុជាសាជាថ្មីដែលការចុះផ្សាយទាំងអស់នេះវាផ្ទុយអំពីអ្វីដែលសៀមបានប្រកាសក្តែងថាកម្ពុជាគឺជាអ្នកបាញ់ផ្លោងមុនក៏ប៉ុន្តែរហូតមកដល់ពេលនេះតាមការជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាគឺកម្ពុជានៅមិនទាន់បានបាញ់តបតទៅខាងថៃវិញនោះទេបើទោះបីជាថៃបានបើកប្រតិបត្តិការឈ្លានពានទឹកដីកម្ពុជានៅទីតាំងជាច្រើនក៏ដោយសូមបញ្ជាក់ផងដែរថាគិតត្រឹមម៉ោង 6:30 នាទីល្ងាចថ្ងៃទី8ខែធ្នូឆ្នាំ2025នេះតាមការឲ្យដឹងរបស់លោកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថាថៃបានបន្តបាញ់ប្រហារលើកម្ពុជាហើយថែមទាំងពង្រីកសមរភូមិរហូតដល់ខេត្តបាត់ដំបងថែមទៀតផងបាទនៅក្នុងនោះបាទព្រឹកមិញនេះយើងឃើញថាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពរបស់កម្ពុជានៅតំបន់អានសេះប្រាសាទតមនធំប្រាសាទព្រះវិហារតំបន់5មករាតំបន់ភ្នំខ្មោចតំបន់គោល8តំបន់ចំការជែកតំបន់ប្រាសាទតាក្របីនិងប្រាសាទខ្នាក៏ប៉ុន្តែគិតត្រឹមម៉ោង 6:30 នាទីល្ងាចថ្ងៃទី8ខែធ្នូ2025នេះឃើញថាសៀមបានពង្រីកសមរភូមិឈ្លានពានបាទដល់ទឹកដីនៃខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងដោយនៅក្នុងខេត្តបន្ទាយមានជ័យនោះបាទរួមមានដូចជានៅភូមិព្រៃច័ន្ទភូមិជោគជ័យភូមិអូជ្រៅបាទនៃឃុំអូបីជាន់ស្រុកអូជ្រៅនិងឃុំគោករមៀតបាទនៃស្រុកថ្មពួកបាទខេត្តបន្ទាយមានជ័យផងដែរហើយចំណែកឯខេត្តបាត់ដំបងវិញបាទគឺសៀមបានវាយប្រហារក្នុងស្រុកសំពៅលូនហើយរហូតមកដល់ពេលនេះបាទសៀមក៏ប្រកាសបាទជំលះប្រជាជននៅខេត្តត្រាតជាប់ទៅនឹងខេត្តកោះកុងរបស់កម្ពុជាដែលគំនិតរបស់សៀមនឹងគឺពង្រីកតំបន់ចំនួនឲ្យកាន់តែច្រើនប្រិមិត្តបាទនេះគឺជាព័ត៌មានតាក់ទងទៅនឹងបញ្ហានៃការវិវត្តថ្មីហើយយើងទៅមើលអំពីការចាប់អារម្មណ៍ពីអន្តរជាតិវិញបន្ទាប់ពីសៀមបានបើកយុទ្ធនាការបាញ់ប្រហារមកលើកម្ពុជាបាទសារជាថ្មីនេះថាតើអន្តរជាតិមានការយល់ឃើញបែបណាដែរបាទតាក់ទងទៅនឹងបញ្ហានេះបាទយើងឃើញថាខាងប្រទេសជប៉ុននៅនោះវិញបាទគឺប្រទេសជប៉ុនប្រកាសសហការបាទជាមួយនឹងសហរដ្ឋអាមេរិកបាទក៏ដូចជាម៉ាឡេស៊ីដើម្បីចូលរួមទប់ស្កាត់បាទចំនួនរវាងកម្ពុជានិងថៃជាពិសេសនោះគឺហាមឃាត់មហិច្ឆតាថៃក្នុងការឈ្លានពានកម្ពុជាផងដែរអ្នកនាំពាក្យក្រសួងការបរទេសជប៉ុនលោកគីតាមីរ៉ាតូស៊ីហ៊ីរ៉ូបានចេញសេចក្តីថ្លែងការណ៍សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងក្លាបន្ទាប់ពីថៃបើកការវាយប្រហារមកលើកម្ពុជានេះរដ្ឋាភិបាលជប៉ុនតាមរយៈសេចក្តីថ្លែងការណ៍បង្ហោះដោយស្ថានទូតរបស់ខ្លួននៅកម្ពុជាបានប្រកាសថាកំពុងតែតាមដានដោយយកចិត្តទុកដាក់ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជាថៃដោយក្តីបារម្ភជាមួយគ្នានេះជប៉ុនបង្ហាញជំហរប្រឆាំងនឹងសកម្មភាពណាមួយដែលអាចធ្វើឲ្យស្ថានភាពកាន់តែតានតឹងឡើងរវាងកម្ពុជានិងថៃក្រសួងការបរទេសជប៉ុនគូបញ្ជាក់ថាជប៉ុននឹងបន្តខិតខំប្រឹងប្រែងដើម្បីជំរុញការកាត់បន្ថយភាពតានតឹងដោយសហការជាមួយប្រទេសពាក់ព័ន្ធនានារួមទាំងសហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាននៅក្នុងឆ្នាំ2025នេះហើយក្នុងនេះជប៉ុនអំពាវនាវសារជាថ្មីដល់កម្ពុជាថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ដោយអនុវត្តការអត់ធ្មត់ជាអតិបរមាស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនាស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមនៅចំពោះមុខលោកដូណាល់ត្រាំប្រិមិត្តបាទនេះគឺតាក់ទងទៅនឹងអ្វីដែលជាក្តីព្រួយបារម្ភរបស់ជប៉ុនហើយជប៉ុនបានប្រកាសនឹងសហការជាមួយសហរដ្ឋអាមេរិកក៏ដូចជាម៉ាឡេស៊ីបាទដើម្បីធ្វើឲ្យស្ថានភាពនឹងធូរស្បើយឡើងវិញបាទជាពិសេសនោះបាទគឺជប៉ុននៅតែឲ្យតម្លៃខ្ពស់បាទចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពូខណៈដែលប្រទេសថៃបានប្រកាសដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពនេះហើយទម្លាក់កំហុសមកលើកម្ពុជាវិញយើងឃើញថាមេដឹកនាំថៃបាទរហូតមកដល់ពេលនេះទាំងនាយករដ្ឋមន្ត្រីទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងអគ្គសេនាធិការរបស់ថៃនឹងគឺបានបញ្ចេញវោហារស័ព្ទហើយបាទគឺប្រកាសហើយថានឹងធ្វើសង្គ្រាមជាមួយនឹងកម្ពុជាហើយធ្វើឲ្យសមត្ថភាពយោធារបស់កម្ពុជានឹងចុះខ្សោយបាទរហូតដល់មិនអាចតដៃជាមួយថៃវិញបានចំណែកឯនាយករដ្ឋមន្ត្រីថៃវិញបាទគឺបាននិយាយថាលែងចរចាជាមួយនឹងកម្ពុជាហើយដរាបណាតែកម្ពុជាធ្វើតាមថៃគ្រប់យ៉ាងបាទទើបថៃឈប់ប្រើប្រាស់បាទកម្លាំងអាវុធមកលើកម្ពុជាអញ្ចឹងទេលក្ខខណ្ឌរបស់ថៃគឺមានតែមួយគត់បាទគឺឲ្យកម្ពុជានឹង
បាទចុះចាញ់ហើយព្រមធ្វើតាមថៃគ្រប់លក្ខខណ្ឌតែម្ដងបាទអញ្ចឹងនេះគឺជាអ្វីដែលអនុทิនឆានវរៈគុលបាននិយាយនៅថ្ងៃនេះហើយជាពិសេសនោះគឺអនុทิនឆានវរៈគុលនឹងបានគ្រប់គ្រងយ៉ាងពេញទំហឹងបាទបើកភ្លើងឃីវឲ្យយោធាថៃបើកប្រតិបត្តិការបាទតាមអំពើចិត្តរបស់ខ្លួនតែម្ដងបាទអនុทิនធ្វើដូច្នេះក៏ដើម្បីទទួលបានការគ្រប់គ្រងពីប្រជាជនរបស់ថៃដែរប្រជាជនរបស់ថៃនឹងគឺឲ្យតែអ្នកណាបាទប្រកាសសង្គ្រាមជាមួយកម្ពុជានឹងគឺគេអបអរសាទរតែម្ដងនេះសម្រាប់ប្រជាជនជ្រុលនិយមរបស់ថៃបាទហើយយើងទៅមើលបាទតាក់ទងទៅនឹងការលើកឡើងបាទរបស់អគ្គសេនាធិការកងទ័ពភូមិន្ទថៃបាទបុគ្គលម្នាក់ឈ្មោះជ័យព្រឹកដួងប្រផាត់បាទបានរលាស់អណ្ដាតទាំងងងើលថាកងទ័ពភូមិន្ទថៃគឺមានគោលបំណងបំបាក់សមត្ថភាពយោធារបស់កម្ពុជាឲ្យបាក់ស្បាតក្នុងរយៈពេលជាច្រើនឆ្នាំនេះបើតាមកាសែត The Nation ដែលចុះផ្សាយនៅថ្ងៃទី8ខែធ្នូនេះបុគ្គលឈ្មោះជ័យព្រឹកដែលជាអគ្គសេនាធិការនៃកងទ័ពភូមិន្ទថៃបានបដិញ្ញានៅថ្ងៃច័ន្ទទី8ខែធ្នូនេះថាយោធាថៃនឹងបំបាក់សមត្ថភាពយោធាកម្ពុជាឲ្យបាក់ស្បាតដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនថៃសម្រាប់រយៈពេលដ៏យូរខាងមុខគេក៏បានរលាស់អណ្ដាតទាំងបំពេញនិងលាបពណ៌កម្ពុជាទៀតថាកងទ័ពថៃបានកំណត់គោលដៅលើសមត្ថភាពយោធាកម្ពុជាដើម្បីកុំឲ្យប្រទេសកម្ពុជាបន្តការគំរាមកំហែងដល់ប្រទេសថៃក្នុងរយៈពេលជាច្រើនឆ្នាំទៀតជាស្ដែងគេបានបោះសម្ដីប្រហើនទៀតថាគោលបំណងរបស់កងទ័ពថៃគឺធ្វើឲ្យខូចសមត្ថភាពយោធាកម្ពុជាក្នុងរយៈពេលយូរដើម្បីសុវត្ថិភាពរបស់កូនចៅថៃជំនាន់ក្រោយតើដើម្បីសុវត្ថិភាពកូនចៅថៃជំនាន់ក្រោយឬក៏មានមហិច្ឆតាឈ្លានពានកម្ពុជាតូចជាងខ្លួនបាទគូបញ្ជាក់ថាយោធាថៃបានប្រើអាវុធធុនធ្ងន់ធ្ងរបាញ់មកលើកម្ពុជាដូចជាបាញ់កាំភ្លើងដៃកាំភ្លើងយន្តសរុបប្រមាណជា183គ្រាប់នៅខាងលិចផ្សារអានសេះប្រើប្រាស់កាំភ្លើង MT60 ចំនួន3គ្រាប់បាញ់កាំភ្លើងត្បាល់ចំនួន4គ្រាប់កាំភ្លើងយន្តថ្មើរជើងចូលខ្សែត្រៀមរបស់កម្លាំងកម្ពុជានៅតំបន់អានសេះប្រើប្រាស់រថក្រោះបាទចូលតាមភាសាតំននិងកាំភ្លើងធំ155មីលីម៉ែត្រលើសពីនេះយោធាថៃក៏ប្រើប្រាស់យន្តហោះចម្បាំង F16 និងបាញ់ផ្សែងពុលមកទឹកដីកម្ពុជាយ៉ាងជ្រៅផងដែរបាទនេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាគឺលោកស្រីម៉ាលីសុជាតាដែលបានបញ្ជាក់បាទនៅព្រឹកមិញនេះហើយល្ងាចមិញនេះបាទយើងឃើញថាសៀមបានពង្រីកបាទតំបន់ឈ្លានពាននឹងរហូតមកដល់បន្ទាយមានជ័យនិងបាត់ដំបងថែមទៀតចំណែកឯភូមិភាគ2ថៃបុគ្គលដែលជាមេភូមិភាគ2ថៃបាទបានបញ្ជាឲ្យឈ្លានពានកម្ពុជាពេញលក្ខណៈតែម្ដងបុគ្គលម្នាក់ឈ្មោះវីរយុទ្ធរ៉ាក់ស៊ីនដែលបន្តតំណែងពីប៊ុនស៊ីនផាតខ្លាងនេះបាទគឺជាបុគ្គលមួយដែលអន្តេរដ្ឋីប្រិមិត្តចិត្តសាហាវព្រៃផ្សៃតែម្ដងបាទឡើងកាន់តំណែងបន្តពីប៊ុនស៊ីនផាតខ្លាងបាទវីរយុទ្ធរ៉ាក់ស៊ីននេះបាទក៏បានចេញបញ្ជាឲ្យឈ្លានពានទឹកដីកម្ពុជាពេញលក្ខណៈនៅថ្ងៃច័ន្ទទី8ខែធ្នូនេះបុគ្គលម្នាក់ឈ្មោះវីរយុទ្ធរ៉ាក់ស៊ីនបាទដែលជាមេបញ្ជាការភូមិភាគ2ថៃហ្នឹងបាទរួមជាមួយបុគ្គលម្នាក់ទៀតឈ្មោះសម្ភពផារ៉ាវ៉េតបាទមេបញ្ជាការនៃកងកម្លាំងសូរ៉ាណារីបានដឹកនាំប្រតិបត្តិការដោយផ្ទាល់បាទចេញពីបន្ទប់សង្គ្រាមគណៈមេភូមិភាគ2រូបនេះបានបញ្ជាឲ្យយោធាប្រយុទ្ធពេញលក្ខណៈបាទនេះបើតាមការចុះផ្សាយដោយកាសែត The Nation ថៃជាស្ដែងគេបានបញ្ជាឲ្យអង្គភាពនៅក្នុងតំបន់យុទ្ធសាស្ត្រសំខាន់ផ្លាស់ប្ដូរទៅជារបៀបប្រយុទ្ធពេញលេញដើម្បីធានាបាននៅការឃ្លាំមើលនិងប្រតិបត្តិការជាបន្តបន្ទាប់ជាពិសេសបាទអនុវត្តស្របតាមបាទយុទ្ធសាស្ត្រជាប្រព័ន្ធបាទក្រោមលេសការពារទឹកដីរក្សាសណ្ដាប់ធ្នាប់សាធារណៈការពារជនស៊ីវិលនៅតាមព្រំដែនបាទនេះតកតងទៅនឹងការលើកឡើងរបស់មេភូមិភាគ2ថ្មីរបស់ថៃប្រិមត្តណាបាទដែលបន្តបាទគំនិតឈ្លានពានពីប៊ុនស៊ីនផាតខ្លាំងតែម្ដងហើយយើងឃើញថារហូតមកដល់ពេលនេះប្រិមត្តបាទយើងឃើញប្រជាជនដែលកំពុងតែរងគ្រោះបាទដោយថៃឈ្លានពានហ្នឹងគឺមានច្រើនមែនទែនសម្រាប់កម្ពុជាបាទយើងឃើញថាគឺមានជាបន្តបន្ទាប់បាទសម្រាប់ប្រជាជនកម្ពុជាបាទក្នុងឧបតេហេតុដែលថៃបានបើកការបាញ់ប្រហារមកលើកម្ពុជានេះគឺ